តែទាំងអស់គ្នាដោយតើអ្នកដឹងស្រាប់ហើយថា TikTok បច្ចុប្បន្ននេះគឺយើងអាចចំណូលសាងប្រាក់ចំណូលបានតាមរបៀបផ្សេងៗគ្នាអញ្ចឹងណាថាតើយើងអាចរកប្រាក់ចំណូលបានពី TikTok វាមានច្រើនប្រភេទច្រើនយ៉ាងតាមអ្វីដែលយើងចង់ធ្វើអញ្ចឹងឧទាហរណ៍ទៅជាយើងផលិតមាតិកាដើម្បីក្លាយទៅជា Influencer យើងផលិតមាតិកាដើម្បីផ្សព្វផ្សាយនៅបច្ចេកកម្មនៅលើរបស់យើងឬក៏យើងធ្វើមាតិកាដើម្បីរកប្រាក់ជាមួយ TikTok តាមរយៈ monetization អញ្ចឹងដោយតែគ្នាបានដឹងហើយថាក៏ប៉ុន្តែបច្ចុប្បន្ននេះដែលយើងអាច monetize នៅលើវីដេអូរបស់យើងបានគឺមិនមែនគ្រប់ប្រទេសទាំងអស់ដែលអាច monetize បានទេដោយតែគ្នាដឹងស្រាប់ហើយថានៅក្នុងប្រទេសកម្ពុជារបស់យើងគឺទើបតែបើក monetize នៅចំនួនមួយចំនួនក៏ប៉ុន្តែចំណុច tool ខ្លះគឺអត់ទាន់មានទេមែនអត់តែសម្រាប់នេះគឺជា TikTok នៅកូរ៉េអញ្ចឹង TikTok នៅកូរ៉េគឺសម្រាប់ចំណុចរកលុយតាមរយៈ monetize នៅលើវីដេអូនេះគឺមានយូរមកហើយអញ្ចឹងណាហ្នឹងហើយប៉ុន្តែពេលនេះគឺខ្ញុំទើបតែចាប់ផ្ដើមនិងកំពុងតែ build វាឡើងដូចគ្នាអញ្ចឹងខ្ញុំគ្រាន់តែពេលដែលខ្ញុំនេះគឺនៅពេលនេះគឺខ្ញុំធ្វើវីដេអូតាំងពីខ្ញុំ build ចំណុចដំបូងរហូតទៅដល់ចំណុចនៅពេលណាដែលខ្ញុំទទួលបានលទ្ធផលអញ្ចឹងណាក៏ប៉ុន្តែនៅពេលដែលខ្ញុំ build ចាប់ផ្ដើម build ផងចែករំលែកទៅកាន់អ្នកទាំងអស់គ្នាផងនេះគឺជា TikTok ដែលខ្ញុំទើបតែ build ឡើងទេអូខេទាំងគ្នាបានដឹងហើយថានេះគឺជា tool ដែលយើងអាចរកប្រាក់ចំណូលបានប៉ុន្តែសម្រាប់នៅក្នុងប្រទេសកម្ពុជារបស់យើងសម្រាប់ tool Creator Reward Program នេះគឺអត់ទាន់មានទេមែនអត់គឺនៅស្រុកយើងនៅប្រទេសកម្ពុជាយើងគឺមានsubscription និង video gift អីចឹងទៅឬក៏ game អីចឹងផ្សេងៗនេះចឹងណាក៏ប៉ុន្តែសម្រាប់ចំណុចនេះគឺទាំងគ្នាមើលក្នុងចំណុចនេះគឺខ្ញុំមានឡើងគឺដើម្បីរកប្រាក់ជាមួយនឹង TikTok តាមរយៈ Creator Reward Program អញ្ចឹងដូចទាំងគ្នាឃើញពេលខ្ញុំបង្ហាញខ្ញុំចែកលើទាំងអស់គ្នានេះគឺនេះគឺជា account ថ្មី account ចាស់របស់ខ្ញុំគឺយើងអាហ្នឹងយើងផ្សេងអានេះគឺខ្ញុំបង្កើតឡើងគឺដើម្បីចែករំលែកផងនិង build ថ្មីផងហ្នឹងណាហ្នឹងហើយTikTok នេះគឺខ្ញុំទើបតែ build បានពី3ថ្ងៃទេនេះគឺទាំងនេះឃើញបច្ចុប្បន្នគឺលក្ខខណ្ឌគឺមានតែ3ទេគឺអាយុចាប់ពី19ឆ្នាំឡើងហើយចំនួន follower នៅក្នុង account របស់យើងចាប់ពី 10k ឡើងឬក៏10000 follower ហើយ30ថ្ងៃចុងក្រោយគឺយើងត្រូវតែមាន 100k view នៅលើ TikTok នៅលើវីដេអូ TikTok របស់យើងវាដូចជាមិនពិបាកទេសម្រាប់លក្ខខណ្ឌប៉ុណ្នេះគ្នាដឹងហើយថាបើសិនជាវីដេអូយើងផ្ទុះត្រឹមតែ1ថ្ងៃឬក៏ពី3ថ្ងៃវីដេអូយើងផ្ទុះគឺគ្រប់បាត់ហើយ 100k view នេះក៏ប៉ុន្តែសម្រាប់10000 follower នេះយើងអាចមានវិធីយើងអាចមានឡើងពីចំណុច0រហូតដល់ 10k follower ឬក៏យើងអាចចាក់ជា follower ឬក៏យើងអាចទិញជា follower ខ្ញុំក៏មានទទួលនៅចាក់ follower នៅលើ TikTok ដែរដើម្បីឆាប់គ្រប់ follower ហើយបន្តមកទៀតយើង build តែវីដេអូទៅហើយឲ្យ100k ក្នុងរយៈពេល30ថ្ងៃអញ្ចឹងបើសិនជាយើងផុសវីដេអូមួយថ្ងៃមួយអញ្ចឹងមួយថ្ងៃយើងរកបាន k view អញ្ចឹងទៅគឺយើងឆាប់គ្រប់អញ្ចឹងគឺលក្ខខណ្ឌនេះគឺខ្ញុំនឹងចាប់ផ្ដើមរកនៅខ្ញុំកំពុងតែ build ហើយចំណុច subscription នេះគឺយើងអត់ចាំបាច់ទេហើយកន្លែង creator Netflix នេះយើងអត់ចាំបាច់តែគោលដៅធំបំផុតរបស់ខ្ញុំគឺ Creator Reward Program បើសិនជា TikTok របស់យើងផ្ទុះវីដេអូយើងផ្ទុះខ្លាំងមាន view រាប់លាន view នោះយើងនឹងប្រាក់ចំណូលបានកាន់តែខ្ពស់អញ្ចឹងណាហ្នឹងហើយនៅពេលដែល TikTok ដែលខ្ញុំបង្កើតឡើងថ្មីនេះនៅពេលដែលទទួលបាននៅ monetize ទទួលបាននៅការដកលុយហើយខ្ញុំនឹងធ្វើវីដេអូបន្តទៀតអញ្ចឹងណាហ្នឹងហើយបងប្អូនគ្នាត្រូវតែបង្កើត TikTok នៅប្រទេសកូរ៉េឬក៏ TikTok នៅអាមេរិកអញ្ចឹងយើងអាចមានត្រង់ចំណុច tool នេះហើយបើសិនជាយើងបង្កើត TikTok នៅក្នុងប្រទេសកម្ពុជាយើងគឺអត់មាន tool នេះទេអញ្ចឹងណាប៉ុន្តែដោយសារតែខ្ញុំនៅកូរ៉េស្រាប់អញ្ចឹងទៅក៏ខ្ញុំបង្កើតមកគឺវាមាន tool ហ្នឹងតែម្ដងអញ្ចឹងហើយយើងប្រឹង build ដើម្បីឲ្យបានលក្ខខណ្ឌមកគេទៅគឺជាការ fresh ទេអញ្ចឹងគឺមានប៉ុណ្ណាហើយយើងនឹងជួបគ្នានៅការ update នៅវីដេអូក្រោយទៀត